តាតំបន់ដីខ្សាច់តំបន់នេះគឺគ្មានដើមឈើគ្មានដីសម្រាប់ដាំដំណាំនោះទេហើយរបស់សំខាន់មួយចំនួនធំគឺគ្មានទេនៅតំបន់នេះដោយសារតំបន់នេះក្តៅខ្លាំងពេកគឺតម្រូវឲ្យយើងផឹកទឹកជាប្រចាំបើសិនជាយើងស្រេកទឹកខ្លាំងឬមានអាយធីននៅក្នុងខ្លួនច្រើនយើងនឹងដើរយឺតជាងមុនហើយនេះគឺជាផ្លែតែ20នាក់ដែលលេងក្នុង server នេះដែលពួកយើងលេងតែ8សប្តាហ៍ជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យតែប៉ុណ្ណោះជារៀងរាល់សប្តាហ៍ server នឹងដាក់ challenge ផ្លែៗឲ្យ player ធ្វើផងដែរចាំមើលតើខ្ញុំនិងពួកគាត់រស់នៅតំបន់ដីខ្សាច់នេះអាចនឹងជួបរឿងអ្វីខ្លះតើពួកខ្ញុំអាចកែប្រែតំបន់ដីខ្សាច់ដែលគ្មានអ្វីទាំងអស់ខ្លាយទៅទីក្រុងមួយដ៏ស្រស់ស្អាតបានឬក៏អត់ហើយស្វាគមន៍អ្នកគ្នាមកកាន់ server More Than the Sand ឬក៏លើសពីដីខ្សាច់ដែលរៀបចំដោយ The Minderingតោះឥឡូវបានចូលដល់ក្នុងហ្គេមហើយចូលមកយើងបាននំប៉័ងចំនួន16ហើយនឹង10ទឹកចំនួន3តោះឥឡូវយើងដួសទឹកនេះផឹកឥឡូវនេះគ្រប់គ្នាអនឡាញ11នាក់ហើយខ្ញុំនៅគេនៅណាទេបើសិនជាអ្នកគ្នាឆ្ងល់តើហេតុអីមកខ្ញុំចូល server តែម្នាក់ឯងដោយសារម៉ោងដែលគេចាប់ផ្ដើមលេងជុំគ្នាគឺខ្ញុំរវល់ឥឡូវនេះខ្ញុំចូល server យូរជាងគេ2ម៉ោងហើយមួយទៀតដោយសារតែខ្ញុំខាន់តែវីដេអូយូរបើសិនអ្នកគ្នាមើលវីដេអូត្រឹមនេះកុំភ្លេចចូល comment អីក៏បានខាងក្រោមហើយកុំភ្លេចចុច like លើដល់មួយផងណាអូមានអូនទៀតអូអ្នកគេនៅណានេះសំខាន់ខ្ញុំនឹងទៅរកម្ហូបនៅណាទេនេះឥឡូវយើងទៅរកឈើឯណានេះគឺគ្រប់យ៉ាងគឺខ្ញុំនៅលើដីខ្សាច់ហើយម្នាក់ឯងទៀតតោះអត់អីអូមានទឹកតាអត់អីផឹកទឹកមកអូខេបញ្ចូលខ្ញុំ clear ខ្ញុំរកបានឯញ៉ាំទៅចាប់ហើយខ្ញុំចាប់ហើយអូដើមឈើអូផ្លេអូអូវ៉ាតិចចុងណាគេខ្លះហ្នឹងឥឡូវយើងទៅគោគាត់តិចតោះឥឡូវយើងដាក់ voice changer តោះ Hello កុំប្រាប់ណាគេលឺអត់កុំប្រាប់ណាគេថាខ្ញុំនៅនឹងហា Okay យោអូខេអូ anh cũng chưa ạ ចាំតយើងធ្វើបោកគេតោះចាប់ទូសាយនេះរោស្អីមកបាញ់ជួយមកបាត់អីណាអូ shit មិននៅណានេះដូចប្រនោះឥឡូវយើងទៅយកដកទៅខ្ញុំវិញសិនចង់ធ្វើហុងគីរណាមកខ្ញុំមកណាអូននេះខ្ញុំមកទៅនេះអរហុងគី Yeah bác Hiền gì? ហុងគី where are you bro ហុងគី Thế nhà Việt. trời nào đã ê nào rồi em thấy rồi không thấy chứ ខ្ញុំលួចមើលប្រឯងមួយថ្ងៃហើយ wait con đi miền à miền đại Where are you? miền đại man à Ở đây là một ở hai. ở đây ប្រឯងធ្វើអីខុសដឹងខ្លួនឯងហើយដាក់ពីនៃហុងគី nào ê nào rồi why mind me rồi ខ្ញុំហោះមើលគ្នាយើងមួយថ្ងៃហើយ I'm not ខ្ញុំហោះមើលគ្នាយើងខ្ញុំនៅលើមេឃខ្ញុំគេហៅថា The Watcher oh my ខ្ញុំអ្នកមើល player គ្រប់គ្នា are you not the king in yellow bro ខ្ញុំគឺជា The Watcher ខ្ញុំជាអ្នកមើលការគ្រប់គ្នា trời rồi không thấy cho em thấy rồi ហៅខ្ញុំ bro វិញ I'm alone. The Watcher hai chúng pro ខ្ញុំជាព្រះ where you មិនហៅ bro bây giờ lắm lúc này này ខ្ញុំនៅលើមេឃ trời where you at bro រកខ្ញុំមិនឃើញទេ Oh my god oh Oh my god. oh my god បន្ទាប់ពីខ្ញុំបានត្រូលពួកគាត់លេងហើយហុងគីក៏បានឲ្យស្ប៉ៃកន្លះខ្ញុំមួយហើយនឹងដើមឈើ6ដើមប៉ុន្តែខ្ញុំអត់ហ៊ានយកដើមឈើនឹងទេដោយសារក្នុងច្បាប់ server ហ្នឹងគឺគេហាមឲ្យអីវ៉ាន់គ្នាដោយគ្មានការដោះដូរអញ្ចឹងសារឥឡូវនេះគឺខ្ញុំអត់មានអីវ៉ាន់ដើម្បីដោះដូរដើម្បីយកដើមឈើរបស់ហុងគីទេអញ្ចឹងខ្ញុំអត់ហ៊ានយកដើមឈើហ្នឹងទេប៉ុន្តែហុងគីក៏បាននិយាយសូកប៉ាន់ជាមួយនឹងសិនតូហើយនឹងខ្ជុំខ្មែរអញ្ចឹងពួកគាត់ក៏ជួយបិទមាត់អត់ឲ្យ admin ដឹងហើយខ្ញុំក៏បានដើមឈើទាំង6ដើមនឹងមកដោយសារតែខ្ញុំមកយឺតក្រោយគេ2ម៉ោងឯណោះអញ្ចឹងគ្រប់គ្នាគឺមានអវ៉ាន់ល្អហើយចំពោះខ្ញុំវិញគឺអត់មានអីទេខ្ញុំកំពុងតែស្រេកទឹកមែនតើហើយខ្ញុំក៏បានដួសទឹកផឹកប៉ុន្តែពងដួសគឺ profile ក៏ប្រាប់ថាឲ្យអានផ្លាកនេះតែគេទៅសេថាម៉េចហើយខ្ញុំក៏អានទៅគេទៅសេថាទឹកមេជីវិតបន្ទាប់ខ្ញុំដឹងថាទឹកនេះគឺជាទឹកមេជីវិតហើយខ្ញុំក៏បានផឹកវាអស់3ដង Tôi khao anhអ្នកដែលបបួលខ្ញុំទៅខេវនេះគឺជាប្អូនស្រីរបស់ខ្ញុំឈ្មោះថាស៊ូឈីងដែលអ្នកនាងគួរតែចាប់ផ្ដើមស្គាល់គាត់ទៅហើយទៅព្រោះអីគាត់នឹងនៅជាជំនួយការរបស់ខ្ញុំនៅក្នុង server នេះតមកខ្ញុំទាំងពីរក៏បានចូលក្នុងខេវដើម្បីជីករ៉ានៅក្នុង server នេះនៅពេលដែលយើងមានអវ៉ាន់ច្រើននៅក្នុងខ្លួនហើយនឹងស្រេកទឹក3កម្មគឺធ្វើយើងដើរយឺតមែនទែនខ្ញុំដើរសុកៗសាប់តែជួប skeleton ហើយ skeleton នេះបាញ់ខ្ញុំមានងាប់
បន្ទាប់ពីខ្ញុំជីករ៉ែបានច្រើនហើយខ្ញុំក៏បានចាប់ផ្ដើមផលិត Iron Tool ហើយនឹង Agro មកចូលផងដែរអញ្ចឹងនៅពេលដែលពួកខ្ញុំស្រេកទឹកគឺខ្ញុំត្រូវចាក់ទឹកមួយធុងហើយដួសទឹកនោះមកផឹកដើម្បីឲ្យយើងដើរលឿនជាងមុនដើរតាមផ្លូវខ្ញុំក៏បានជួបជាមួយនឹង Diamond មួយគ្រាប់ហើយដើរមួយមុខក្រោយមកទៀតក៏ឃើញ Zombie Spawn ហើយក្នុងនោះគឺមាន Name Tag អញ្ចឹងខ្ញុំក៏បាន save កន្លែង Zombie Spawn នេះដើម្បីទុកធ្វើ HP farm នៅថ្ងៃក្រោយដើរទៅមុខទៀតខ្ញុំក៏បានជួប Diamond 2គ្រាប់ទៀត Sao mà cam trong khởi ạ? ôngទៅជី Diamond សោះស្រាប់តែដាក់ skeleton ក៏បានបាញ់អាឈីងស្លាប់បាត់ទៅខ្ញុំក៏បានប្រមូលឲ្យបានរបស់អាឈីងទុកហើយខ្ញុំក៏ចាប់ផ្ដើមទៅជី Diamond បន្តទៀតបន្ទាប់ពីបានអីវ៉ាន់ដែលខ្ញុំចង់បានទៅហើយខ្ញុំក៏យកអីវ៉ាន់របស់អាឈីងហើយត្រឡប់ទៅផ្ទះវិញដល់នេះគឺអញ្ចឹងឥឡូវនេះគឺអីវ៉ាន់ខ្ញុំច្រើនតែហើយខ្ញុំដើរគឺយឺតមែនតើហើយឥឡូវស្រេកទឹកទៀតអញ្ចឹងខ្ញុំត្រូវដើរមួយ plate ត្រូវផឹកទឹកមួយplate ត្រូវផឹកទឹកមួយជីវិតនៅលើខ្សាច់គឺវេទនាបន្តិចហើយដោយសារតែអាឈីងក៏បានចូលលេងមុនខ្ញុំអញ្ចឹងក៏បានរើសដីបានមកកន្លែងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកកន្លែងនេះគឺជាដីរបស់ពួកយើងហ្មងទៅហើយខ្ញុំក៏បានរៀបចំឲ្យបានហើយក៏ផលិត Diamond Tool ប្រើប្រាស់ផងដែរព្រោះនៅតំបន់ដីខ្សាច់គឺក្តៅមែនតើខ្ញុំធ្វើការងារ plate គឺខ្ញុំត្រូវផឹកទឹកនៅតំបន់ដីខ្សាច់គឺពិបាករកដីធម្មតាមែនតើប៉ុន្តែខ្ញុំដើរសោកស្រាប់ទៅជួបដីធម្មតាក្នុងខែវអញ្ចឹងខ្ញុំយកផ្ដើមផលិតប៉ែលមួយហើយក៏ចាប់ផ្ដើមប្រតិបត្តិការជីកដីនឹងដើម្បីយកទុកទៅដាំដំណាំនៅផ្ទះវិញអ្នកឃើញមើលកាពះខ្ញុំបានឥឡូវនេះគឺឃ្លានខ្លាំងមែនតើហើយខ្ញុំអត់មានអីញ៉ាំមកលីងហើយតំបន់ដីខ្សាច់នឹងត្រូវឲ្យអត់មានសត្វអីរស់នៅច្រើនទេអញ្ចឹងឥឡូវនេះគឺខ្ញុំប្រញាប់យកដីធម្មតាមកដាក់ដើម្បីទុកដាំដំណាំតែត្រង់តែនេះទៀតគឺខ្ញុំដាច់ពោះស្លាប់តែម្ដងហើយកុំភ្លេចធ្វើការយូរកុំភ្លេចផឹកទឹកព្រោះអីក្តៅខ្លាំងហើយតមកបងស្រីរបស់ខ្ញុំអាឈីងក៏បានចាប់ផ្ដើមលួចដំណាំគេមកពីណាទេគឺគាត់បានយកមកដាំនៅផ្ទះយើងហើយខ្ញុំក៏បានយកជីទាំងអស់ដែលខ្ញុំមានខ្ញុំយកមកបដោះធ្វើដើម្បីវាធំលឿនព្រោះផ្ទះខ្ញុំជិតដាច់ពោះស្លាប់លើហើយអញ្ចឹងខ្ញុំបានបដោះឲ្យបានប្រហែលស្រូវដើមដែរខ្ញុំក៏បានកាប់វាយកមកហើយខ្ញុំបានយកស្រូវទាំងអស់ហ្នឹងទៅផលិតធ្វើជានំប៉័ងហើយបានតែ2នំប៉័ងតែម្ដងហើយទីបំផុតគឺខ្ញុំបានមកហូបញ៉ាំហើយគឺវេទនានឹងស្បៀងអាហារហ្នឹងដែរពេលលេងនៅវគ្គនៅលើលេខសាច់នេះដោយសារតែដំណាំគឺយើងត្រូវចងចាំវាដើម្បីវាធំអញ្ចឹងឆ្លៀតពេលហ្នឹងខ្ញុំក៏បានមកស្ទូចត្រីដើម្បីយកធ្វើជាម្ហូបខ្លះឆ្លៀតពេលទំនេរខ្ញុំបានចូលមកក្នុងខែវហើយក៏បានជួបនឹងឆ្អឹង dinosaur ច្រើនមែនតើហើយក្នុងឆ្អឹង dinosaur ហ្នឹងក៏មាន diamond ដែរហើយខ្ញុំក៏បានជីកទាំង diamond ជីកទាំងឆ្អឹង dinosaur ហ្នឹងមកបានច្រើនណាស់ហើយខ្ញុំក៏បានឃើញ mineshaft នៅក្នុងខែវហ្នឹងដែរជីវិតលើនេះគឺវេទនាមែនតើឈាមខ្ញុំគឺសល់តែ3កាំតែប៉ុណ្ណោះហើយខ្ញុំអត់មានម្ហូបញ៉ាំទេអញ្ចឹងខ្ញុំមកលូកក្នុង mineshaft នេះគឺឃើញ diamond ក៏ golden apple ហើយនឹង glowberry អញ្ចឹងខ្ញុំក៏ញ៉ាំ glowberry នឹង2ផ្លែទុក1ផ្លែយកទៅដាំនៅផ្ទះហើយនឹងញ៉ាំ golden apple ចុងក្រោយទៅជីករ៉ាយូរដែរបន្ទាប់ពីមកផ្ទះវិញគឺស្រូវរបស់ខ្ញុំដុះធំហើយខ្ញុំក៏ចាប់ផ្ដើមប្រមូលផលស្រូវរបស់ខ្ញុំដើម្បីផលិតនំប៉័ងទុកញ៉ាំព្រោះឯកាពះខ្ញុំគឺឃ្លានមែនតើអត់មានម្ហូបអញ្ចឹងខ្ញុំបានយកស្រូវទាំងអស់មកផលិតនំប៉័ងទីបំផុតគឺខ្ញុំបានញ៉ាំម្ហូបហើយមានបន្ទាប់ពីខ្ញុំឃ្លានជិតកន្លះម៉ោងហើយអត់បានញ៉ាំទេនេះមុននោះខ្ញុំបានជីកឆ្អឹងឡើងសារបានច្រើនតែអញ្ចឹងខ្ញុំបានប្របែកវាធ្វើជាជីគឺបានច្រើន stage មែនតើខ្ញុំបានយកជីទាំងអស់ហ្នឹងមកបដោះស្រូវរបស់ខ្ញុំឲ្យឆាប់ធំព្រោះឯងខ្ញុំស្រូវនេះចាំយូរមែនតើត្រង់តែខ្ញុំបាននំប៉័ងញ៉ាំម្ដងគឺវេទនាអញ្ចឹងឥឡូវយើងមានជីច្រើនខ្ញុំបដោះវាឲ្យធំទាំងអស់យកមកកន្លែងនេះខ្ញុំបានជួបនឹង wandering trade អញ្ចឹងវាលក់5 emerald យើងត្រូវបានពូជឈើមួយដែលវាជាពូជឈើពណ៌សហើយមួយទៀតនោះគឺវាលក់ទឹកដោះគោមួយធុងបាន2 emerald អញ្ចឹងខ្ញុំបានផលិតធុងទឹកចំនួន5ហើយខ្ញុំក៏បានទៅទឹកដោះគោបាន5ធុងហើយខ្ញុំយកមកលក់ឲ្យវាអញ្ចឹងខ្ញុំគ្រាន់តែបដូរវាបាន2ដងគឺវាឈប់លក់ឲ្យបាត់ហើយនៅក្នុងឆាតគឺវាលោតទីតាំងដែលយើងបាន trade ហើយផង lucky boy ក៏បាននៅនឹងដែរគាត់ក៏បានឃើញថាអាយ៉ាលួច trade ទៀតអញ្ចឹងខ្ញុំក៏ឈប់ trade ទៅព្រោះឯងខ្ញុំខ្លាចគាត់យកទៅប្តឹង admin ថាខ្ញុំលួច trade ព្រោះឯងនៅក្នុង server នេះច្បាប់របស់គេគឺហាមបដូរ item ជាមួយនឹង villager ដល់ពេលដែលយើងបដូរវានឹងលោតទីតាំងកន្លែងដែលយើងកំពុងបដូរឲ្យបានជាមួយ villager បើសិនជាមាន player ណាចាប់បានពួកគាត់នឹងត្រូវទទួលវិន័យពី admin server ឥឡូវរឿងមហូបគឺខ្ញុំលេងបារម្ភទៀតហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមកាប់ឈើឲ្យបានច្រើនដើម្បីត្រៀមសង់ផ្ទះហើយខ្ញុំក៏បានសង់ដើមដបងយក្ស farm ផងដែរដើម្បីផលិតវាធ្វើជាជីដើម្បីទុកបដោះដំណាំនិងបដោះដំឈើដោយសារឥឡូវនេះគឺខ្ញុំអស់ iron និងរ៉ែមួយចំនួនហើយអញ្ចឹងខ្ញុំបានចូល khel ហើយមកចាប់ដើមមកជីករ៉ែដើម្បីយកទៅផ្ទះវិញហើយម្ដងកន្លងនេះគឺសួយមែនតើខ្ញុំវាយជាមួយ skeleton ហើយខ្ញុំបានវាយវាងាប់ហើយខ្ញុំក៏ធ្លាក់ច្រឡំធ្លាក់ចុះក្រោមហើយពេលខ្ញុំព្យាយាមឡើងមកលើវិញគឺ reaper ផ្ទុះខ្ញុំងាប់តែម្ដងកន្លែងនេះគឺសួយមែនតើសបានេះមិនមែនជាសបា hardcore ទេអញ្ចឹងពេលខ្ញុំស្លាប់គឺខ្ញុំកានមកផ្ទះខ្ញុំវិញហើយខ្ញុំប្រមូលអីវ៉ាន់មួយចំនួនហើយជាពិសេសគឺភ្លេចយកទឹកទៅផឹកផងហើយតែមកខ្ញុំក៏បានដើរទៅយកអីវ៉ាន់ខ្ញុំវិញម្ដងកន្លែងអីវ៉ាន់ខ្ញុំគឺអីវ៉ាន់ខ្ញុំបែកខ្ចាយពីនឹងតែម្ដងចង់តែណា creeper មួយនឹងមែនតើខ្ញុំក៏បានដើរជីក iron បន្តទៀតហើយក៏បានជួប diamond ខ្លះៗដែរម្ដងផ្ទះវិញជួប creeper មួយក្បាលទៀតហើយវាផ្ទុះនៅគៀនផ្ទះខ្ញុំអស់មួយដុំដែរខ្ញុំចូលមកភ្លាម
Nghĩ bay từ đâu đủ tiền là cái bọn anh này tiền là nghe nè. Tiền mặt Đồng siêu chắc mày. Ôi, chắc mình dùng mày nhá, dùng mày màu buồn. Buồn Nhục nhục. con lấy đọc lừa. Nhưng chỗ mà này dùng mày nhầm cái nó màu buồn này này. Hay Nhóm này nhóm đây thầm mong đọc bí mấy ngày nhóm ý chiến to tiền. Wow. người mong vậy người mong vậy giờ cháu thường thấy trong phòng mà cũng đỡ phát lên người vùng thâu bị Cho con khê mày. Đang ngon mà xa cho mình lộ rồi anh khơi với mày nhắn. Dùng mày nhầm ngọt này nó ngọt. Anh tôn này nè. Vậy thì. Là 400 sàn. Chứ chú này này chăm mình. Nhau, em được chăng? Ok. Chăm ngay. Trai nào nên nó lực đầu một pôn à. Sa. Chăm sao đi kì. Anh lấy chăm sao đi kì. Coffee chia mùi. Ok. Apa nama pro này, đang pro này. Đang chụp hình mình này. Nè nên mười bạn nhưng mà lầnนี้คือbạn mình chạm một tên mà hộp cứ chơi khoa rồi bao nhám đấy. Ai bạn cái cái bông một chút nón cứ mình được nông hẹp từng đó hay chơi nhóm của mình chạm được cái này. Chập câu. ពេលខ្ញុំកំពុងតែរកអាយធីននៅផ្ទះអាឈីងគាត់បានដើរទៅឆ្ងាយមែនតើរាប់ពាន់ប្លុកដើម្បីទៅចាប់សត្វគោពីរក្បាលនេះហើយនឹងជាមួយក្បាលហើយតែមកខ្ញុំក៏ចាប់សត្វទាំងអស់ដាក់ចូលទ្រុងហើយខ្ញុំក៏បានបង្កាត់ពូជវាចាឥឡូវនេះគឺយើងមានសាច់ដើម្បីញ៉ាំហើយពីមុនគឺយើងញ៉ាំតែនំប៉័ងអាឈីងក៏បានចូលតែភូមិលួចបានស្រូវច្រើនមែនតើអូស្រូវខ្ញុំតិចអូពីវិស្តេកហើយឥឡូវនេះគឺខ្ញុំបានពូជឈើថ្មីដែលជាពូជឈើ mangrove ពូជឈើហ្នឹងគឺអាឈីងគាត់រកបានពី trial chamber ហើយតែមកខ្ញុំក៏បានចាប់ផ្ដើមកាប់ឈើហ្នឹងទុកឲ្យបានច្រើនព្រោះអីផ្ទះដែលខ្ញុំត្រៀមសង់ហ្នឹងគឺត្រូវការពូជឈើហ្នឹងដូចគ្នាតាមឈើហ្នឹងតាមឈើខ្ញុំតាមឈើណាកន្លែង ថាបើខ្ញុំកាប់ខ្ញុំដាំឲ្យវិញណា បាទកាប់ហើយខ្ញុំ farm នឹងច្រើនហើយខ្ញុំបានច្រើនហើយអញ្ចឹងកាប់ហើយដាំវិញទៅហ្នឹងហើយ អត់ទេសួរឲ្យសុំឲ្យ បាទ នៅម៉ាក់អ្នកនៅតែម្នាក់ឯងដែរឬនៅមួយណាគេមួយ ពីរនាក់ខ្ញុំនៅពីរនាក់ អត់ទេអរគុណច្រើន Cầm lên lên mây lên mây. Thế cái này. Ấy ở bên đây một bên không. Tờ lố này. Mấy tờ lố Chả này. thể. Mấy tờ lố đây bên đây. Ôi, từ lâu lần phô mê à. Dạ. Tờ lố bên tờ. អរគេអរហ្នឹងមកខ្ញុំ duplicate ខ្ញុំ duplicate យកច្រើនតែនេះ Ôi sao đọc tiền. អូបើខ្ញុំ duplicate បរខ្ញុំនេះសាយខ្ញុំអញ្ចឹងគាត់ទៅយកខ្ញុំ duplicate មែននេះសាយខ្ញុំហ្នឹង Rồi sao đọc tiền. គាត់យកទៅ duplicate មែន Rồi cho bên đây rồi sao đọc tiền. អូបន្ទប់ពិសោធន៍ខ្ញុំនៅក្រោមនេះបន្ទប់ពិសោធន៍នៅក្រោមដីនេះអត់មានណាគេដឹងទេគឺកន្លែង duplicate របស់ខ្ញុំក៏ខ្ញុំជីទៅក្រោមហ្នឹងបងជីទៅក្រោមទៅបានហើយខ្ញុំជីទៅក្រោមហ្នឹងទៅបានហើយនិយាយខ្ញុំជីទៅក្រោមហ្នឹងឥឡូវខ្ញុំគឺគាត់ជីបើជីទៅក្រោម Rồi. ឃើញគុនក្រោកយកបាទគេបាទគុនក្រោក